គម្រោងអភិវឌ្ឍទំនប់អាងទឹកលេខ2សម្រាប់បានកាត់សាងសង់បាន40%គម្រោងអភិវឌ្ឍអាងទឹកលេខ2អាចមានសមត្ថភាពស្តុបទឹកបានប្រមាណ860លានម៉ែត្រគូបនិងក្លាយជាអាងទឹកក្នុងស្តុបទឹកដែលធំជាងគេនៅកម្ពុជាមានទីតាំងស្ថិតនៅលើស្ទឹងប្រមាត់ក្នុងឃុំរកាត់ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ទំនប់អាងទឹកលេខ2នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន1អាចស្តុបទឹកបាន860លានម៉ែត្រគូបនិងអាចស្រោចស្រង់លើផ្ទៃដីចំនួន262.50 ហិកតាដែលនៅ500 ហិកតាដែលស្ថិតនឹងទឹកប្រើប្រាស់គ្រប់គ្រាន់ពង្រឹងវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំងនិងរដូវវស្សាទី2កាត់បន្ថយបាននូវការជុបទឹកលូកទឹកលង់នៅលើផ្នែកខាងក្រោមទំនប់ក្នុងភូមិតាសាខេត្តពោធិ៍សាត់ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមកទី3ជំនះបាននៅការខូចខាតប្រព័ន្ធធារាសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធនានាដែលបណ្ដាលមកពីទឹកជំនន់និងទី4ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលគិតត្រឹមចុងខែវិច្ឆិកាឆ្នាំ2025គម្រោងនេះបានសម្រេចបាននៅប្រមាណ40%ដោយបានចាប់ផ្ដើមអនុវត្តក្នុងខែមករាឆ្នាំ2025ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូឆ្នាំ2027